ខ្ញុំគាំទ្រប្រសាសន៍របស់ខាងសមាគមមីក្រូហិរញ្ញវត្ថុឬធនាគារហើយពាក្យហ្នឹងខ្ញុំនិយាយប្រហែលជា8ឆ្នាំមុនម្ដងហើយ8ឆ្នាំមុន7ឆ្នាំមុននៅពេលដែលខ្ញុំនៅជាប្រធានសមាគមខ្ញុំថាធ្វើការតាមជំនាញក្នុងនាមជាអ្នកអភិវឌ្ឍលំនៅឋានគឺសុំសង់តែផ្ទះលក់ទៅហើយទុកឲ្យធនាគារឲ្យអនុទានវិញមូលហេតុដែលខ្ញុំនិយាយចឹងគឺខ្ញុំបានឆ្លងកាត់បទពិសោធន៍ដែលកើតឡើងនៅអាមេរិកវិបត្តិអចលនទ្រព្យនៅអាមេរិកកើតឡើងក្នុងឆ្នាំ2007ហើយកើតឡើងនេះគឺមូលហេតុដោយសារតែតកតូននឹងអ្នកអភិវឌ្ឍនោះតែម្ដងនៅពេលដែលគាត់ភ្ញៀវទិញផ្ទះដាច់ខាតគឺគាត់ត្រូវតែមានលុយ20-30%យ៉ាងតិចឡើងធនាគារគឺឲ្យជ័យតែ50-60ទៅ70%គឺជារឿងត្រឹមត្រូវហ្មងយើងមិនអាចឲ្យម្ចាស់បរិយគាត់បង់រំលោះសុទ្ធ 100% អាមេរិកដែលកើតឡើងនៅក្នុង2007ឡើងចូល2008ធ្លាមកកូរ៉េធ្លាមកខ្មែរហ្នឹងគឺចេញពីកន្លែងហ្នឹងអញ្ចឹងអាមេរិកហ្នឹងខ្ញុំបាននិយាយកាលពី7-8ឆ្នាំមុនហ្នឹងថាខ្ញុំមិនគ្រប់គ្រងឲ្យម្ចាស់បរិយធ្វើជាអ្នកអភិវឌ្ឍផងធ្វើអ្នកប្រោះហិរញ្ញវត្ថុផងហើយឲ្យតិចចំនួន 100% គឺខ្ញុំមិនគ្រប់គ្រងហ្មងបាទមិនគ្រប់គ្រងពួកខ្ញុំឃើញតែងាប់តែធ្វើអញ្ចឹងដីធ្លីនឹងចប់កាំងដោយសារអញ្ចឹងពីព្រោះអីលក្ខខណ្ឌវាងាយស្រួលពេកភៀវខ្លះអត់មានចេញលុយទេគឺរំលោះ 100% ហ្មងហើយបោះពិសោធន៍ខ្ញុំបើភៀវរំលោះ 100% ហ្នឹងគឺភិកច្រើនផុតតែមួយឆ្នាំ2ឆ្នាំគឺគាត់ចោលផ្ទះហ្នឹងហើយគាត់ចោលផ្ទះដល់ពេលចោលផ្ទះទៅបាត់បង់លុយដែលបង់ម្ចាស់គម្រោងយកផ្ទះវិញក៏អត់ចំណេញដែរព្រោះផ្ទះហ្នឹងគេនៅហើយវាធ្លាក់តម្លៃដូចគ្នាអញ្ចឹងដែលយុទ្ធសាស្ត្រដែលត្រឹមត្រូវហ្មងដែលវាអាចតឹងរឹងប៉ុន្តែធម្មតាតែវាងាយពេកវាធ្វើឲ្យវិស័យហ្នឹងវាបញ្ហាហ្មងអ្វីដែលជាយោបល់កំណត់ខ្ញុំហើយជាការស្នើសុំហ្នឹងណាគឺខ្ញុំស្នើឲ្យការបង់រំលោះផ្ទះហ្នឹងគឺត្រូវធ្វើដោយធនាគារបាទមិនគួរឲ្យអ្នកវត្តលំនៅឋានបង់រំលោះខ្លួនឯងហើយអាចធ្វើបានអ្នកដែលទិញផ្ទះហ្មងគឺតម្រូវហ្មងបើសិនជារបស់ខ្ញុំទៅបើសិនអត់មានលុយ 20-30% ទេគុំទៅទិញផ្ទះព្រោះនៅពេលដែលយើងអត់មាន 20-30% ឡើងទៅទេយើងទិញផ្ទះយើងលក់ 100% ហ្មងវាល្អមើលប៉ុន្តែវាបើយើងនិយាយភាសាសាមញ្ញល្អមើលមិនល្អស៊ីបាទភាគច្រើនគឺគាត់នឹងប៉ះពាល់ដល់ខ្លួនឯងដោយសារតែ 100% រំលោះទៅវាលុយវាច្រើនបានកន្លះឆ្នាំមួយឆ្នាំបោះបង់ចោលខាតមួយឆ្នាំពីរឆ្នាំហើយអ្នកវត្តដំណើរឋានក៏បានចំណេញស្អីដែរកុំឃើញថាបងរំលោះ10-20ឆ្នាំបងបាន2ឆ្នាំបោះបង់ចោលផ្ទះអ្នកយកម្ចាស់គម្រោងយកផ្ទះវិញគាត់មិនសប្បាយចិត្តនឹងយកទេប៉ុន្តែដោយសារតែវាមានការប្រកួតប្រជែងដោយមិនមានតម្លាភាពបាទពាក្យថាប្រកួតប្រជែងមិនមានតម្លាភាពគឺខ្ញុំសំដៅទៅលើម្ចាស់គម្រោងខ្លះគឺគាត់មានលុយច្រើនហ្មងអញ្ចឹងគាត់អត់ខ្វល់ទេគាត់មានលុយច្រើនគឺគាត់សង់ផ្ទះហើយឲ្យម្ចាស់ឲ្យអ្នកទិញមកលួស 100% គាត់បាទគាត់យកប្លង់ហ្នឹងទៅជ័យធនាគារការ 7-8% គាត់ឲ្យភៀវទិញតពីគាត់លួស 12-15% គាត់ចំណេញលុយលក់ផ្ទះហើយចំណេញលុយការរបស់អ្នកទិញទៀតប៉ុន្តែចំណេញតែគាត់ធនាគារអត់ចំណេញអ្នកទិញអត់ចំណេញអញ្ចឹងដែល25ខ្ញុំគាត់ថាវាបបពិសោធន៍ច្រើនដងយើងគួរចាស់ទុំទៅបាទអញ្ចឹងពាក្យតែចាស់ទុំគឺខ្ញុំចង់សម្ដៅថាអ្នកវត្តលំនៅឋានសុំធ្វើតែក្នុងនាមជាអ្នកសង់ផ្ទះលក់ចំណេញតែថ្លៃលក់ផ្ទះហ្នឹងទៅបាទការងារគឺសុំឲ្យធនាគារអ្នកផ្ដល់អន្តទានធនាគារអន្តទានហើយរឿងសំខាន់អ្នកទិញដាច់ខាតត្រូវតែមាន 20-30% យ៉ាងតិចហើយបើអាច 30% ឡើងទៅបង់គេ 30-70 បង់នោះធនាគារអានោះគឺសវត្ថភាពទាំងធនាគារសវត្ថភាពទាំងអ្នកទិញសវត្ថភាពអ្នកអវត្តអំឋានបើធ្វើចឹងបានវិស័យធ្លីយើងវាអាចជៀសផុតពីបញ្ហាភៀវបោះបង់ម្ចាស់គម្រោងយកផ្ទះធនាគាររំអស់អាហ្នឹងវាអាក្រក់មើលណាស់ប៉ុន្តែយើងបានធ្វើហើយអញ្ចឹងឆ្នាំ25គួរតែកាប់ថយកន្លែងហ្នឹងបាទគម្រោងបុរីវិមានសំណាងជាបណ្ដុំវិឡាទូលដ៏ប្រណិតដែលស្ថិតតាមបណ្ដោយមហាវិថីឈ្នះគម្រោងនេះបង្កើតឡើងសម្រាប់គ្រួសារអភិជនដែលមិនមែនត្រឹមតែជាកន្លែងស្នាក់នៅតែជាកន្លែងដែលផ្ដល់ជូនគ្រួសាររបស់លោកអ្នកនៅលក្ខណៈឯកជនភាពជាមួយនឹងសហគមន៍បែបធម្មជាតិរួមមានព្រែកធម្មជាតិនៅខាងមុខផ្ទះដើមឈើតូចធំសួនច្បារផ្កាចម្រុះពណ៌ជាច្រើនដែលផ្ដល់ជូននៅ
ផាសុខភាពសម្រាប់ការរស់នៅចំណែកឯការរចនាម៉ូដផ្នែកខាងក្នុងនិងខាងក្រៅបានរចនាយ៉ាងពិសេសតាមបែប Classic ឆ្លុះបញ្ចាំងឲ្យឃើញនូវជីវិតនៃការរស់នៅបែបស៊ីវិល័យដ៏សម្បូរបែបដែលនៅជុំវិញហ៊ុំព័ទ្ធទៅដោយផ្សារទំនើបល្បីៗសួនកំសាន្តតូចធំនិងពហុកីឡដ្ឋានជាតិមរតកដែកជោបុរីវិមានសំណាងជាលំនៅឋានបែបអភិជនបើសិនជាក្នុងករណីដែលភ្ញៀវបងបាន 30% ហើយបាទដោយលោកមានប្រសាសន៍ថាភ្ញៀវបានបង 30% ហើយគាត់បានបងបន្តរយៈពេល1ឆ្នាំ2ឆ្នាំ3ឆ្នាំហើយការបងក៏ល្អខ្ញុំគិតថាក្នុងនាមជាធនាគារនឹងទទួល 100% ធនាគារនឹងទទួល 100% ផ្ទះ100000បានបង 30000 ហើយជាពាក់70000ហើយបងរយៈពេល3ឆ្នាំគាត់បងបានល្អឥឡូវនេះផ្ទះលាក់ថ្លៃមែនប៉ុន្តែបើផ្ទេរមកធនាគារនឹងឲ្យពេញបាទមិនបាច់រកលុយផ្សេងគេហៅទេឲ្យពេញហ្មងព្រោះអីធនាគារមិនមែនជាកន្លែងរឹបអូសទ្រព្យសម្បត្តិទេបាទធនាគារគឺជាកន្លែងដែលឲ្យអ្នកមានលទ្ធភាពខ្ចីបាទមែនតែនទៅលក្ខណៈធនាគារខ្ចីដាក់ទ្រព្យធនាគឺជាផ្នែកមួយទេប៉ុន្តែផ្នែកសំខាន់គឺលទ្ធភាពនៃការសងប៉ុន្តែធនាគារឲ្យខ្ចីតែ 50000 ទេយើងជិះ70000មិនអញ្ចឹងទេធនាគារអាចឲ្យខ្ចីពេញដើម្បីលក់ប្លង់ចេញពីអ្នកវត្តដំណើរឋានដែលសំខាន់លទ្ធភាពនៃការសងគាត់ហើយនឹងប្លង់ប្រសិនបើប្លង់ផ្ទះហ្នឹងបានមកឈ្មោះរបស់អ្នកទិញហើយការបងគាត់ 2-3 ឆ្នាំនៅល្អហើយគាត់បានបងលើស 30% ហើយធនាគារនៅទទួលដៃ2ហ្មងបាទអាហ្នឹងគឺខ្ញុំយល់អំពីលក្ខណៈនៃអ្នកអខ្ចីពូលក្ខណៈនៃអ្នកអខ្ចីមិនមែនចង់បានទ្រព្យពីគេទេទ្រព្យគាត់ធានាទេប៉ុន្តែសំខាន់គឺលទ្ធភាពនៃការសងរបស់គាត់បើគាត់បានបង 30% ហើយ3ឆ្នាំគាត់បងល្អរឿងអីដែលគាត់បងចោលហើយផ្ទះហ្នឹងគាត់កំពុងនៅអញ្ចឹងគាត់នៅគាត់អាចចោលទេធនាគារនៅទូ 100% អ្វីដែលខ្ញុំបារម្ភគឺភ្ញៀវដែលបងរំលោះ 100% បាទគាត់បងរំលោះ 100% គាត់បងរយៈពេល10-20 ឆ្នាំគាត់បង3ឆ្នាំហ្នឹងបានយ៉ាងច្រើន 10% ហ្នឹងហើយដល់ពេលធ្លាក់ថ្លៃទៀតរំលោះទៅធនាគារខ្ញុំក៏ធនាគារពិបាកនឹងយកអាហ្នឹងគឺទី1គឺលទ្ធភាពភ្ញៀវគឺធនាគារបាក់យកទី2ពាក្យថារំលោះជាបរិសុទ្ធដែលជាលក្ខណៈបច្ចេកទេសដែលយើងទទួលស្គាល់មកពីច្រើនប្លង់នឹងដឹងនៅណាទេភាគច្រើនគឺប្លង់មានប្លង់នៅបច្ចេកទេសធនាគារតើម្ចាស់គម្រោងគាត់មានប្លង់ដែលទៅនេឲ្យទៅអ្នកខ្ចីហ្នឹងដើម្បីទេនៅធនាគារអត់ធម្មតានៅពេលដែលភ្ញៀវខ្ចីធនានៅពេលដែលភ្ញៀវរំលោះជាបរិយបើសិនជាគាត់ចង់ផ្ទេរមកធនាគារវាតតែផ្ទះហ្នឹងទេទៅអ្នកទិញបានទេតែអ្នកទិញបានតតែអ្នកបត់ដំណើរឋានគាត់មានប្លង់ដែលអាចទេទៅអ្នកទិញហើយចុះបើសិនជាប្លង់របស់ម្ចាស់គម្រោងនោះជាប់ធនាគារដែរគាត់មានប្លង់ណាទេទៅអ្នកទិញហើយបើសិនជាអត់មានប្លង់ទេអ្នកទិញចង់មិនចង់តើរួចទេទៅរួចតើមានប្លង់ទៅអ្នកទិញបានអ្នកទិញយកទៅធនាគារអញ្ចឹងយើងស្រុកជារួមមកវាមានកលុកកលៀតច្រើនទៅរួចនៅពេលណាដែលភៀវនោះបងបានលើស 30% នៅពេលណាដែលម្ចាស់គម្រោងនោះគាត់មានប្លង់ដែលអាចទេទៅអ្នកទិញដើម្បីអ្នកទិញយកធនាគារឲ្យគាត់អានទៅរួចប៉ុន្តែបើសិនជាអ្នកទិញមិនមានលទ្ធភាពបង 30% ពីដើមមកទេរលួសសុទ្ធ 100% អានឹងទៅរួចទេហើយទី2បើសិនជាប្លង់របស់ម្ចាស់គម្រោងក៏ជាប់ធនាគារដែរអានឹងទៅរួចទេទៅរកដំណោះស្រាយបំបីក្បាលដៃធ្វើម៉េចទេទៅអ្នកទិញបានក៏យកលុយធនាគារបានអញ្ចឹងយុទ្ធសាស្ត្រធម្មតាជាយុទ្ធសាស្ត្រមួយមិនឯង 100% ទេប៉ុន្តែខ្ញុំថាឲ្យតែថា 100 ភាគបាន 30 ភាគជោគជ័យគឺជាមហាជោគជ័យហើយតែលោកអ្នកកំពុងតែស្វែងរកលំនៅឋានដែលទិញភ្លាមចូលរស់នៅភ្លាមមានប្លង់រឹង 100% ទិញភ្លាមកាន់សោចូលរស់នៅភ្លាមមែនទេនេះខ្ញុំសូមណែនាំលោកអ្នកនៅលំនៅឋានបូរី KS Residence នៅគៀនស្វាយដែលជាលំនៅឋានបែបទំនើបទាន់សម័យមានតម្លៃសមរម្យស័ក្តិសមបំផុតសម្រាប់មន្ត្រីរាជការបុគ្គលិកអង្គការក្រុមហ៊ុនអាជីវករជាពិសេសលោកអ្នកដែលកំពុងតែមានស្រុកកំណើតនៅខេត្តស្វាយរៀងព្រៃវែងគៀនស្វាយនិងលោកអ្នកដែលកំពុងមានការងារឬកំពុងធ្វើអាជីវកម្មនៅតំបន់ខាងកើតស្ពានច្បារអំពៅឬនៅជិតៗនោះដែរខ្ញុំមើលឃើញថ្មីហ្នឹងអង្គភាពទាំង3ដែលខ្ញុំបានលើកឡើងគឺធនាគារជាតិក្រសួងដែនដីហើយនិងសមាគមរដ្ឋបាលហ្នឹងគាត់បានសហការគ្នាធ្វើរឿងជាច្រើនដែលខ្ញុំមើលទៅគាត់ធ្វើត្រូវចំណុចទី1ដែលគាត់ធ្វើត្រូវហ្នឹងគឺជាយាមធ្វើឲ្យអត្រាការប្រាក់ដែលផ្ញើទៅធនាគារធ្លាក់ចុះធម្មតាធនាគារឲ្យខ្ចីការប្រាក់នៅពេលដែលធនាគារគឺគេប្រើថាធនាគារគេរកស៊ីគេតែការបច្ចុប្បន្នប្រសិនបើយើងយកលុយទៅដាក់ធនាគារបាន 6% ចឹងធនាគារត្រូវបញ្ចេញវិញប្រហែលជា 10% ធម្មតា 6% ថ្លៃដើមហើយចុះថ្លៃប្រតិបត្តិការថ្លៃចំណេញអញ្ចឹង10 ទៅ 11
ប៉ុន្តែឥឡូវហ្នឹងមានធនាគារមួយចំនួនហ្នឹងគាត់បានចេញកការបើដាក់ការប្រាក់កន្លែងគាត់គឺបានតែ3ទៅ 4% ទេបើ3ទៅ 4% គឺមានន័យថាដាក់លុយទៅផ្ទះ3 4% គឺមានន័យថាពេលដែលគាត់ឲ្យលុយខ្ចីត7ទៅ 8%អាហ្នឹងគឺអ្វីដែលធនាគារជាតិធនាគារបានព្យាយាមធ្វើអញ្ចឹងគឺធ្វើឲ្យមនុស្សដែលមានលុយផ្ញើនៅធនាគារគេអាចដកលុយមកវិញដើម្បីរកស៊ីផ្សេងលុយបង្កើតលុយចរន្តលុយគឺធ្វើលុយវល់ច្រើនប៉ុន្តែនៅពេលដែលមនុស្សជាច្រើនយកលុយដាក់ផ្ញើនៅធនាគារមិនធ្វើសកម្មភាពសេដ្ឋកិច្ចវាធ្វើសេដ្ឋកិច្ចយ៉ាងដើរទេមានន័យថាទីផ្សារយើងខ្វះចរន្តទឹកប្រាក់ប៉ុន្តែនៅពេលធនាគារទម្លាក់អត្រានៅលុយដែលបញ្ញើហ្នឹងធ្លាក់ចុះធ្វើឲ្យលុយដែលឲ្យខ្ចីនេះវាធ្លាក់ចុះមនុស្សដែលមានលុយគាត់យកលុយទៅរកស៊ីហើយគាត់មិនអាចដាក់ធនាគារច្រើនទេព្រោះការប្រាក់វាធ្លាក់ហើយនៅពេលដែលខ្ចីធនាគារការប្រាក់តិចក៏វាជួយបានច្រើនដែរអាហ្នឹងជារឿងមួយហើយរឿងមួយទៀតដែលខ្ញុំមើលឃើញដែរគឺធនាគារបច្ចុប្បន្នហ្នឹងគាត់កំពុងតែថ្មីហ្នឹងខ្ញុំឃើញថាគាត់ព្យាយាមធ្វើរឿងមួយគឺព្យាយាមឲ្យអតិថិជនហ្នឹងជាមួយធនាគារអតិថិជនដែលទិញបរិយហ្នឹងអាចមកបង់ជាមួយធនាគារបានព្រោះបើយើងបង់បរិយទៅវាមានរយៈពេល10ឆ្នាំទេហើយការប្រាក់ 12% អាខ្លះ 14% 15% អញ្ចឹងគាត់កំពុងតែព្យាយាមធ្វើយ៉ាងម៉េចឲ្យអ្នកដែលទិញបរិយហ្នឹងជាមួយធនាគារសហការគ្នាគឺយើងផ្ទេរអ្នកដែលបង់រស់ជាមួយនឹងបរិយមកធនាគារបាទហើយឥឡូវពីដើមមកដែលខ្ញុំមើលឃើញថា10ឆ្នាំ5 10ឥឡូវនោះដល់30ឆ្នាំបាទអញ្ចឹងនៅពេលដែលអន្តរជាតិរយៈពេលកាន់តែយូរការបង់កាន់តែតិចអញ្ចឹងនឹងមានមនុស្សជាច្រើនបដូរពីការបង់ជាមួយបរិយការប្រាក់12ទៅ 15% ក្នុងមួយឆ្នាំរយៈពេល10ឆ្នាំមកធនាគារដែលការប្រាក់7 8 9% រយៈពេល20 30ឆ្នាំអញ្ចឹងពេលហ្នឹងគឺអ្នកដែលអតិថិជនហ្នឹងគាត់ស្រាលជាងមុនគាត់បង់នឹងវាស្រួលជាងមុនអ្នកលក់បរិយហ្នឹងគាត់បានលុយដុំយកទៅប្រើហើយធនាគារក៏មានការងារធ្វើច្រើនអាហ្នឹងវាជាផ្នែកមួយដែលជំរុញដែរបើតាក់ទងទៅនឹងរឿងអ្វីដែលលោកបណ្ឌិតមានប្រសាសន៍ហ្នឹងផ្សារភ្ជាប់ទៅនឹងការអន្តរាគមន៍ឬក៏ការប្រកាសរបស់ស្ថាប័នដែលពាក់ព័ន្ធមានក្រសួងដែនដីមានសមាគមអាវុធនៅឋានមានធនាគារជាតិនៃកម្ពុជានឹងបើឧបមាថាធនាគារខ្លះគាត់មិនសហការយើងអតិថិជនខ្លះបងបាន 30% ហើយត្រូវការតែលុយទៅ 70% ទៀតដើម្បីប្រគ្រប់ទៅនឹងទូទាត់ឲ្យខាងបរិយតើគាត់ទៅរកអ្នកណាស្ថាកន្លែងណាដើម្បីអាចជួយជ្រោមជ្រែងដើម្បីរុញឲ្យការផ្ដល់កម្ចីនឹងអាចទៅរួចបំវាយពីការបង់ពីទៅបរិយមកគ្រឹះស្ថានរ៉ែទុកផ្លូវការនេះគឺជាសេដ្ឋកិច្ចទីផ្សារសេរីកម្ពុជាគឺជាប្រទេសដែលកាន់របបសេដ្ឋកិច្ចទីផ្សារសេរីហើយមិនមែនធនាគារទាំងអស់សប្បាយចិត្តនឹងទទួលភ្ញៀវដែលចេញពីបរិយទេតែក៏មានធនាគារជាច្រើនក៏ចង់ទទួលដែរនេះគឺវាទៅនឹងការកិច្ចសហប្រតិបត្តិការតាក់ទងទៅនឹងការរកស៊ីអញ្ចឹងប្រសិនបើភ្ញៀវមួយគាត់បង់បាន30%គាត់ចង់ទៅធនាគារមិនមែនធនាគារទាំងអស់ទទួលអញ្ចឹងទៅរកធនាគារមួយណាដែលគេទទួលមុខបច្ចុប្បន្ននេះឆ្នាំ2024ប្រាក់បញ្ញើនៅធនាគារកើនឡើង20% ជាងមានធនាគារជាច្រើនសល់លុយចាល់គេផ្ញើលុយគាត់ច្រើនគាត់ឲ្យបានចេញគឺសល់លុយយើងទទួលស្គាល់ធនាគារខ្លះខ្វះលុយប៉ុន្តែមានធនាគារមួយចំនួនធំហ្នឹងសល់លុយមកអញ្ចឹងក្នុងនាមជាអតិថិជនណាទៅរកធនាគារណាដែលសល់លុយហើយជាបទពិសោធន៍ខ្ញុំចង់ដឹងធនាគារណាសល់លុយងាយបំផុតរកធនាគារ10ហើយសួរគេថាតើបើខ្ញុំដាក់លុយធនាគារឯងបានការប្រាក់ប៉ុន្មានធនាគារទាំងឡាយណាដែលទទួលប្រាក់បញ្ញើឲ្យការប្រាក់ទាបជាងគេមានន័យថាធនាគារសល់លុយច្រើនធនាគារណាដែលទទួលប្រាក់បញ្ញើឲ្យការប្រាក់ខ្ពស់ធនាគារហ្នឹងអត់មានសល់លុយទេបានបបផ្សោតខ្ញុំអញ្ចឹងនៅពេលដែលអតិថិជនម្នាក់គាត់កំពុងបង់លុយជាមួយធនាគារបង់លុយជាមួយបរិយហើយគាត់ចង់ផ្ទេរពីបរិយមកធនាគារតាមអនុសាសន៍របស់ធនាគារជាតិក្រសួងដីនិងសមាគមអ្នកបណ្ដុះឋានគឺសុំអតិថិជនហ្នឹងរកធនាគារណាដែលទទួលប្រាក់បញ្ញើការប្រាក់ទាបព្រោះធនាគារហ្នឹងសល់លុយបើក៏សល់លុយយើងអាចសួរនិយាយគ្នាព្រោះអីយើងមិនអាចគ្មានក្រសួងអង្គភាពណាបង្ខំធនាគារដែលខាត់ប្រយោជន៍ពួកការរកស៊ីលុយគេធនាគារខ្ចីលុយដែរអញ្ចឹងធនាគារដែលសល់លុយច្រើនគេនឹងបញ្ជួយគេពួកមុខរបរគេមុខរបរធនាគារគេឲ្យអតិថិជនដែលល្អខ្ចីលុយអញ្ចឹងនៅពេលដែលគេសល់លុយបើសិនជាយើងល្អគេឲ្យខ្ចីប៉ុន្តែបើទៅធនាគារដែលកំពុងតែត្រូវការលុយបញ្ញើការប្រាក់ខ្ពស់អានឹងគេអត់ឲ្យយើងទេពួកគេគង់ខ្វះលុយដែរបាទ